នៅក្នុងវីដេអូនេះគឺខ្ញុំបានទៅមើលការប្រណាំងឡានដោយនៅក្នុងនោះគឺមានឡានទំនើបជាច្រើនដែលចូលរួមប្រណាំងហើយនៅក្នុងនោះក៏មានឡានម៉ុងស៊ីងម៉ុងគ្រីស្ទីណាម៉ុងវ៉ាសេងហើយក៏ដូចជាឡានសៀនផងដែរហើយអ្វីដែលសំខាន់ឡានគាត់ទាំង4ហ្នឹងគឺត្រូវប្រណាំងគ្នាទៀតខ្ញុំចង់ដឹងដល់ឯថាណាគេអ្នកឈ្នះនេះថ្ងៃនេះគឺខ្ញុំមកមើលសៀនម៉ុងស៊ីងវ៉ាសេងហើយម៉ុងគ្រីស្ទីណាគាត់ប្រណាំងឡានគ្នាប្រណាំងឲ្យខុសប្រណាំងថ្ងៃ14នេះភាវនេះឯសាបអត់មានក្រិចចុះក្នុងណានេះឥឡូវគេថាយើងមកជួបជាមួយនឹងបងបេឡារៀលមុនគេបាទគឺជាទស្សនៈនិមិត្តរូបរបស់ខ្ញុំធំធេងមែនតើនៅក្នុងសង្គម Facebook បាទនៅពេលដែលខ្ញុំអត់សុកបើមកឃើញផេគាត់គឺបែបហ្មងមកមានធ្វើមីមិត្តអត់មានធ្វើមីមិត្តខ្ញុំមកចូលរួមមើលគេប៉ុណ្ណាអូខេអញ្ចឹងខ្ញុំសូមមួយថាតើឡាន4នាក់ខាងក្រោយមានមកប៉ាសេងមកស៊ីងមកគ្រីសហើយជាមួយនឹងសៀនជឿជាក់ថាណាគេអ្នកឈ្នះស៊ីង Yes អូយតែឥឡូវគេកំពុងតែអួតឡានគ្នាបាទអួតឡានគ្នាអូឡើងដើរចូលដល់បងជឿជាក់ថាឈ្នះប្រហែល%100 100 1លានជឿជាក់ថាឈ្នះប្រហែល%បង500ឡានទៅជិះតែគេទុកហើយឈ្នះប្រហែល%ជឿជាក់ថាឈ្នះ100% សល់12%ទៀតទេចឹងប្លុករបស់ខ្ញុំអាចនឹងបញ្ចប់ឥឡូវហ្នឹងហើយបាទ Yes ចឹងឥឡូវគឺថានឹងប៉ុណ្ណាំងនៅនេះតែម្ដងហើយខ្ញុំអត់ទាន់ដឹងថាណាគេឈ្នះចាញ់ទេនៅពេលដែលខ្ញុំបានសាកថ្មគឺខ្ញុំនឹងប្រាប់តាមក្រោយថាណាគេអ្នកឈ្នះណាគេអ្នកចាញ់ Yes អញ្ចឹងគេថាបើសិនជាដូចខ្ញុំបាននិយាយពីដើមអញ្ចឹងឥឡូវគឺថានាំគ្នាប៉ុណ្ណាំងហើយទូរស័ព្ទរបស់ខ្ញុំមកលុបថ្មបាត់ហើយចប់ត្រឹមហ្នឹងហើយអ្នកឈ្នះគឺរកបានហើយគឺបងហ្វាសេងគាត់ជាប់លេខ1អើយតឲ្យមិញចង់និយាយថាតឲ្យចូលមកណាគេអ្នកឈ្នះមិញបងណាគេអ្នកឈ្នះមិញនេះបាយមែនសូមបាយចាំមកនេះបាយដាក់កៅគេ follow មួយទៅ